CapCut និង Adobe Premiere Pro មួយណាជាជម្រើសដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់កម្មវិធី CapCut និង Adobe Premiere មួយណាជាជម្រើសដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំសូមលើកយកនៅចំណុចពិសេសនិងចំណុចខុសគ្នារវាងកម្មវិធីទាំងពីរសម្រាប់កម្មវិធី CapCut គឺងាយសាមញ្ញលឿននិងរហ័សដោយបងប្អូនអាចប្រើប្រាស់នៅ effect ឬក៏ transition បងប្អូនអាចកាត់វីដេអូផ្សេងៗហ្នឹងគឺដោយមានភាពសាមញ្ញព្រមទាំងបងប្អូនអាចប្រើប្រាស់ជា template ដែលជាវីដេអូខ្លីៗនៅក្នុង CapCut ដែលមានស្រាប់តែម្ដងក៏បានដូចគ្នាហើយដែលសំខាន់និងពិសេសទៀតនោះគឺកម្មវិធី CapCut គឺអាចប្រើប្រាស់បានទាំងនៅលើទូរស័ព្ទដៃ computer ក៏ដូចជាអាច edit វីដេអូនៅលើ online ដោយ website CapCut ដូចគ្នាដែរកម្មវិធី CapCut គឺងាយស្រួលនិងល្អសម្រាប់ប្រើប្រាស់សម្រាប់បងប្អូនឬក៏បងប្អូនដែលមានបំណងចង់ផលិតមាតិកានៅលើ social media platform បានជាច្រើនទម្រង់មិនថាជាវីដេអូ web blog វីដេអូ tutorial ឬក៏ជាវីដេអូ long ឬក៏ short ផ្សេងៗហ្នឹងគឺបងប្អូនអាច edit នៅលើ CapCut បានដូចគ្នាអ្វីដែលកាន់តែពិសេសមួយទៀតនោះគឺសម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្មដែលមិនចង់ចំណាយច្រើនទៅលើការ edit វីដេអូអញ្ចឹងបងប្អូនគឺអាច edit វីដេអូទាំងអស់ហ្នឹងដោយខ្លួនឯងតែម្ដងសម្រាប់កម្មវិធី CapCut នេះដែរគឺអាចប្រើប្រាស់ដោយ free ក៏ប៉ុន្តែការប្រើប្រាស់ដោយ free គឺមាននៅ limit ឬក៏មាននៅការកំណត់បើសិនជាបងចង់ប្រើប្រាស់នៅ full option បងអាចធ្វើការ pay ឬក៏បង់ទៅលើ premium ឬក៏ pro ដោយឡែកសម្រាប់កម្មវិធី Adobe Premiere Pro វិញគឺមានភាពខុសគ្នាឬក៏អាចនិយាយថាមានភាពស្មុគស្មាញជាង CapCut គួរសមដែរហើយអ្វីដែលសំខាន់គឺត្រូវការពេលវេលាក្នុងការសិក្សាហ្នឹងក៏គួរសមដូចគ្នាមួយវិញទៀតសម្រាប់កម្មវិធី Adobe Premiere Pro គឺល្អសំខាន់និងពិសេសមែនទែនសម្រាប់បងប្អូនឬក៏បងប្អូនដែលកំពុងសិក្សានិងមានបំណងចង់ក្លាយទៅជា video editor ដែលជាអាជីពឬក៏អាចនិយាយថាជា professional ម្នាក់គឺបងប្អូនគឺចាំបាច់ក្នុងការសិក្សាឬការរៀនប្រើប្រាស់នៅកម្មវិធី Adobe Premiere Pro ជាចាំបាច់ដោយសារតែ Adobe Premiere Pro គឺមានលក្ខណៈល្អខ្លាំងឬក៏ពិសេសខ្លាំងទៅលើលក្ខណៈបែបវីដេអូអាចនិយាយថាជាលក្ខណៈវីដេអូធំឬក៏ជាវីដេអូបែបជា short film ជា film ឬមួយក៏ជាវីដេអូដែលជាគឺអាស្រ័យទៅលើទឹកដៃរបស់បងប្អូនក៏ដូចជាអាស្រ័យទៅលើ technique ក៏ដូចជាបច្ចេកទេសរបស់បងប្អូនក្នុងការកែច្នៃក៏ដូចជាការប្រើប្រាស់កម្មវិធីដូចគ្នាដែរសម្រាប់ Adobe Premiere Pro ក៏មានការបង់ឬក៏ pay ទៅលើ license ដូចគ្នាដែរហើយសង្ខេបមកវិញមិនសំខាន់ថាកម្មវិធីមួយណាល្អជាមួយណាចាំបាច់ជាមួយណានោះទេប៉ុន្តែអ្វីដែលសំខាន់គឺជាតម្រូវការរបស់បងប្អូនផ្ទាល់តែម្ដងតើបងប្អូនមានតម្រូវការប្រើប្រាស់ទៅលើមួយណាបងប្អូនក្នុងការប្រើប្រាស់ជាអាជីពឬក៏ការរកស៊ីជាប្រចាំថ្ងៃឬមួយក៏ប្រើប្រាស់ក្នុងការផលិតមាតិកាផ្សេងៗហ្នឹងតើមួយណាជាជម្រើសដ៏ល្អសម្រាប់បងប្អូនថាបើសិនជា video editor ចេះប្រើប្រាស់តែពីរកម្មវិធីគឺកាន់តែប្រសើរនិងកាន់តែល្អខ្លាំងដោយសារតែកម្មវិធីទាំងពីរគឺមានភាពជំនួយឬក៏អាចជួយគ្នាទៅវិញទៅមកគឺធ្វើឲ្យការងារកាន់តែមានភាពល្អប្រសើរកាន់តែមានភាពលឿនកាន់តែមានភាពឆ្លៀសវៃជាងមុនហើយអ្វីដែលសំខាន់នោះគឺ save ពេលវេលាបានច្រើនឧទាហរណ៍ថាពេលខ្លះមានភាពចាំបាច់ខ្លាំងទៅលើ Adobe Premiere Pro ក៏ប៉ុន្តែក្នុងចំណុចឬក៏មួយចំនួនទៀតក៏ត្រូវការ CapCut ទៅជួយដូចគ្នាដែរដូច្នេះហើយ video editor គួរចាំបាច់ត្រូវចេះទាំងពីរកម្មវិធីចឹងបើសិនជាមានចំណុចខ្វះខាតបងប្អូនទាំងគ្នាក៏អាចផ្ដល់ជា feedback ក៏ដូចជា comment មកកាន់ខ្ញុំវិញបានដូចគ្នាដែរអរគុណច្រើនបងប្អូនទាំងគ្នាបាយបាយ